ជាបឋមខ្ញុំកណ្ណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លាមួយវិញទៀតក៏សូមធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចារ្យជាទីសក្ការៈហើយនឹងសូមធ្វើសេចក្តីគោរពចំពោះលោកគ្រូធម្មាចារ្យជាទីគោរពក្នុងគណៈនេះខ្ញុំកណ្ណាខ្ញុំបាទសូមអនុញ្ញាតសិក្សាបន្តអំពីធម៌អភិធម្មដែលព្រះសង្ឃតែងតែសូត្រប្រាប់នៅក្នុងពិធីបុណ្យដើរពុស្ដាខ្ញុំកណ្ណាខ្ញុំបាទដាក់ថាវគ្គ5ស្ដីអំពីវិញ្ញាណខណ្ឌនៅក្នុងវិភាំងបឋមភាគលេខ80ត្រង់ទំព័រ19ឃ្នៀប26ដល់ឃ្នៀប31បណ្ដាខណ្ឌទាំងនោះវិញ្ញាណខណ្ឌតើដូចម្ដេចវិញ្ញាណណាមួយជាអតីតអនាគតបច្ចុប្បន្នដែលជាអចតវិញ្ញាណក្តីពហិទ្ធាវិញ្ញាណក្តីឱឡារិកវិញ្ញាណក្តីសុខុមវិញ្ញាណក្តីហីនវិញ្ញាណក្តីបណិតវិញ្ញាណក្តីទូរេវិញ្ញាណក្តីសន្តិកេវិញ្ញាណក្តីនេះហៅថាវិញ្ញាណខណ្ឌព្រោះប្រមូលរួបរวมនៅវិញ្ញាណនោះក្នុងទីជាមួយគ្នាបណ្ដាវិញ្ញាណទាំងនោះវិញ្ញាណជាអតីតតើដូចម្ដេចវិញ្ញាណណាកន្លងទៅរលត់ទៅប្រាស់ទៅប្រែប្រួលទៅអស់ទៅបាត់បង់ទៅកើតហើយប្រាស់ទៅវិញជាអតីតសង្គ្រោះដោយចំណែកជាអតីតបានដល់ចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណមโนវិញ្ញាណនេះហៅថាវិញ្ញាណជាអតីតបណ្ដាវិញ្ញាណទាំងនោះវិញ្ញាណជាអនាគតតើដូចម្ដេចវិញ្ញាណណាមិនទាន់កើតមិនទាន់មានមិនទាន់ដុះដាលមិនទាន់វិលមកមិនទាន់ត្រឡប់មកមិនទាន់ប្រកបមិនទាន់លេចឡើងមិនទាន់ដុះឡើងមិនទាន់តាំងឡើងមិនទាន់ស្ទុះឡើងជាអនាគតសង្គ្រោះដោយចំណែកជាអនាគតបានដល់ចក្ខុវិញ្ញាណពេមโนវិញ្ញាណនេះហៅថាវិញ្ញាណជាអនាគតបណ្ដាវិញ្ញាណទាំងនោះវិញ្ញាណជាបច្ចុប្បន្នតើដូចម្ដេចវិញ្ញាណណាកំពុងកើតកំពុងមានកំពុងដុះដាលកំពុងវិលមកកំពុងត្រឡប់មកកំពុងប្រកបកំពុងលេចឡើងកំពុងដុះឡើងកំពុងតាំងឡើងកំពុងស្ទុះឡើងជាបច្ចុប្បន្នសង្គ្រោះដោយចំណែកជាបច្ចុប្បន្នបានដល់ចក្ខុវិញ្ញាណពេមโนវិញ្ញាណនេះហៅថាវិញ្ញាណជាបច្ចុប្បន្នបណ្ដាវិញ្ញាណទាំងនោះអចតវិញ្ញាណតើដូចម្ដេចវិញ្ញាណណាជាខាងក្នុងអាស្រ័យខ្លួនកើតចំពោះខ្លួនជាវិញ្ញាណរបស់បុគ្គលម្នាក់ដែលគួចកាន់មាំរបស់សត្វទាំងឡាយនោះបានដល់ចក្ខុវិញ្ញាណពេមโนវិញ្ញាណនេះហៅថាអចតវិញ្ញាណបណ្ដាវិញ្ញាណទាំងនោះពហិទ្ធាវិញ្ញាណតើដូចម្ដេចវិញ្ញាណណាជាខាងក្រៅអាស្រ័យខ្លួនកើតចំពោះខ្លួនជាវិញ្ញាណរបស់បុគ្គលម្នាក់ដែលគួចកាន់មាំរបស់សត្វដតីរបស់បុគ្គលដតីនោះបានដល់ចក្ខុវិញ្ញាណពេមโนវិញ្ញាណនេះហៅថាពហិទ្ធាវិញ្ញាណបណ្ដាវិញ្ញាណទាំងនោះឱឡារិកវិញ្ញាណនិងសុខុមវិញ្ញាណតើដូចម្ដេចវិញ្ញាណជាអកុសលហៅថាឱឡារិកវិញ្ញាណវិញ្ញាណជាកុសលនិងអព្យាក្រឹតហៅថាសុខុមវិញ្ញាណវិញ្ញាណជាកុសលនិងអកុសលហៅថាឱឡារិកវិញ្ញាណវិញ្ញាណជាអព្យាក្រឹតហៅថាសុខុមវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាទុក្ខហៅថាឱឡារិកវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខផងជាអទុក្ខមសុខផងហៅថាសុខុមវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខនិងទុក្ខហៅថាឱឡារិកវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាអទុក្ខមសុខហៅថាសុខុមវិញ្ញាណវិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិហៅថាឱឡារិកវិញ្ញាណវិញ្ញាណរបស់បុគ្គលមានសមាបត្តិហៅថាសុខុមវិញ្ញាណវិញ្ញាណប្រកបដោយអាសវៈហៅថាឱឡារិកវិញ្ញាណវិញ្ញាណមិនមានអាសវៈហៅថាសុខុមវិញ្ញាណ
មួយទៀតអោឡារិកវិញ្ញាណបើប្រៀបផ្ទឹមនឹងវិញ្ញាណនោះបណ្ឌិតក៏បីឃើញថាដូចសុខុមវិញ្ញាណដែរបណ្ដាវិញ្ញាណទាំងនោះហើយអ្នកវិញ្ញាណនិងបណិតវិញ្ញាណតើដូចម្ដេចវិញ្ញាណជាអកុសលហៅថាហីនៈវិញ្ញាណវិញ្ញាណជាកុសលនិងអព្យាក្រឹតហៅថាបណិតវិញ្ញាណវិញ្ញាណជាកុសលនិងអកុសលហៅថាហីនៈវិញ្ញាណវិញ្ញាណជាអព្យាក្រឹតហៅថាបណិតវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាទុក្ខហៅថាហីនៈវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខផងជាអទុក្ខមសុខផងហៅថាបណិតវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខនិងទុក្ខហៅថាហីនៈវិញ្ញាណវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាអទុក្ខមសុខហៅថាបណិតវិញ្ញាណវិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិហៅថាហីនៈវិញ្ញាណវិញ្ញាណរបស់បុគ្គលមានសមាបត្តិហៅថាបណិតវិញ្ញាណវិញ្ញាណដែលប្រកបដោយអាសវៈហៅថាហីនៈវិញ្ញាណវិញ្ញាណមិនមានអាសវៈហៅថាបណិតវិញ្ញាណមួយទៀតហីនៈវិញ្ញាណបើប្រៀបផ្ទឹមនឹងវិញ្ញាណនោះបណ្ឌិតក៏បីឃើញថាដោយបណិតវិញ្ញាណដែរបណ្ដាវិញ្ញាណទាំងនោះទូរេវិញ្ញាណតើដូចម្ដេចវិញ្ញាណជាអកុសលឆ្ងាយអំពីវិញ្ញាណជាកុសលនិងអព្យាក្រឹតវិញ្ញាណជាកុសលនិងអព្យាក្រឹតឆ្ងាយអំពីវិញ្ញាណជាអកុសលវិញ្ញាណជាកុសលឆ្ងាយអំពីវិញ្ញាណជាអកុសលនិងអព្យាក្រឹតវិញ្ញាណជាអកុសលនិងអព្យាក្រឹតឆ្ងាយអំពីវិញ្ញាណជាកុសលវិញ្ញាណជាអព្យាក្រឹតឆ្ងាយអំពីវិញ្ញាណជាកុសលនិងអកុសលវិញ្ញាណជាកុសលនិងអកុសលឆ្ងាយអំពីវិញ្ញាណជាអព្យាក្រឹតវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាទុក្ខឆ្ងាយអំពីវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាសុខផងជាអទុក្ខមសុខផងវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខផងជាអទុក្ខមសុខផងឆ្ងាយអំពីវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាទុក្ខវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខឆ្ងាយអំពីវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាទុក្ខផងជាអទុក្ខមសុខផងវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាទុក្ខផងជាអទុក្ខមសុខផងឆ្ងាយអំពីវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាសុខវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាអទុក្ខមសុខឆ្ងាយអំពីវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាសុខនិងទុក្ខវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខនិងទុក្ខឆ្ងាយអំពីវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាអទុក្ខមសុខវិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិឆ្ងាយអំពីវិញ្ញាណរបស់បុគ្គលមានសមាបត្តិវិញ្ញាណរបស់បុគ្គលមានសមាបត្តិឆ្ងាយអំពីវិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិវិញ្ញាណប្រកបដោយអាសវៈឆ្ងាយអំពីវិញ្ញាណមិនមានអាសវៈវិញ្ញាណមិនមានអាសវៈឆ្ងាយអំពីវិញ្ញាណប្រកបដោយអាសវៈនេះហៅថាទូរេវិញ្ញាណបណ្ដាវិញ្ញាណទាំងនោះសន្តកេវិញ្ញាណតើដូចម្ដេចវិញ្ញាណជាអកុសលតាំងនៅក្នុងទីចិត្តនៃវិញ្ញាណជាអកុសលវិញ្ញាណជាកុសលតាំងនៅក្នុងទីចិត្តនៃវិញ្ញាណជាកុសលវិញ្ញាណជាអព្យាក្រឹតតាំងនៅក្នុងទីចិត្តនៃវិញ្ញាណជាអព្យាក្រឹតវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាទុក្ខតាំងនៅក្នុងទីចិត្តនៃវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាទុក្ខវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាសុខតាំងនៅក្នុងទីចិត្តនៃវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាសុខវិញ្ញាណដែលសម្ពយុទ្ធដោយវេទនាជាអទុក្ខមសុខតាំងនៅក្នុងទីចិត្តនៃវិញ្ញាណដ៏សម្ពយុទ្ធដោយវេទនាជាអទុក្ខមសុខវិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិតាំងនៅក្នុងទីចិត្តនៃវិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិវិញ្ញាណរបស់បុគ្គលមានសមាបត្តិតាំងនៅក្នុងទីចិត្តនៃវិញ្ញាណរបស់បុគ្គលមានសមាបត្តិវិញ្ញាណប្រកបដោយអាសវៈតាំងនៅក្នុងទីចិត្តនៃវិញ្ញាណប្រកបដោយអាសវៈវិញ្ញាណមិនមានអាសវៈតាំងនៅក្នុងទីចិត្តនៃវិញ្ញាណមិនមានអាសវៈនេះហៅថាសន្តកេវិញ្ញាណមួយទៀតទូរេវិញ្ញាណបើប្រៀបផ្ទឹមនឹងវិញ្ញាណនោះបណ្ឌិតក៏បីឃើញថាដោយសន្តកេវិញ្ញាណដែរការអានស្ដីអំពីវិញ្ញាណខណ្ឌនៅក្នុងបិដកលេខ80
វិភាំងបឋមភាគត្រង់ទំព័រ19ឃ្នាប26ដល់ឃ្នាប31របស់ខ្ញុំកណាខ្ញុំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ